5បាទជាទូករបស់មន្ទីរដែនដីនគររូបនីយកម្មនិងសំណង់ប្រកួតជាមួយបុប្ផាក្រូចឆ្មាសេរីឧត្តមរបស់ទូកដែលជាអាការឧបត្ថម្ភរបស់រដ្ឋបាលស្រុកក្រូចឆ្មាបាទលើទូកទាំងពីរនេះបានមកដល់ជិតដល់នឹងកងពាន់ហើយបាទជាមួយនឹងចង្វាស្រស់គ្នាណាស់ដែរបាទបាទឥឡូវនេះបាទបាទរកាធំសែនជ័យបារមីអ្នកតាដំបង5បាទដែលមានឯកសណ្ឋានពណ៌ទឹកក្រូចពណ៌លឿងចាស់នេះជាមួយនឹងឯកសណ្ឋានពណ៌ទឹកប៊ិចបាទរបស់ទូកដែលមកពីស្រុកក្រូចឆ្មាគឺបុប្ផាក្រូចឆ្មាសេរីឧត្តមបាទបងប្អូនដែលឃើញជាក់ស្ដែងនៅទីនេះតើទូកណាមានសន្ទុះលឿនជាងបាទសូមជួយហូអបអដើម្បីធ្វើម៉េចឲ្យគាត់មានកម្លាំងចិត្តឡើងបាទម្ចាស់ទូកថាទូកខ្ញុំចាញ់ហើយមើលទៅអត់ទុកចិត្តខ្លួនឯងទេបាទការធំសែនជ័យខាងក្រៅបាទឥឡូវនេះខ្សែទឹកខាងក្រៅមានព្រៀបខ្លាំងណាស់បាទបាទទូកដែលមានឈ្មោះថាបុប្ផាក្រូចឆ្មាសេរីឧត្តមទទួលជ័យជំនះលើទូករបស់មន្ទីររៀបចំដែនដីនគររូបនីយកម្មនិងសំណង់នៅជើងទី1ហើយ